សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើវីដេអូទី1ដែលទាក់ទងទៅនឹងការសិក្សាកម្មវិធី Accounting System គឺកម្មវិធី QuickBooks អញ្ចឹងជាដំបូងយើងត្រូវ download តឡើងកម្មវិធីហ្នឹងនៅក្នុងកុំព្យូទ័ររបស់យើងទាំងអស់គ្នាមកហើយបន្ទាប់ពីតឡើងហើយយើងចាប់ផ្ដើមបង្កើតឈ្មោះក្រុមហ៊ុនបង្កើតអីតាមហ្នឹងទៅអានេះគាត់ខ្ញុំបង្ហាញជ្រុះត្រួសទៅលើ function នៃការប្រើប្រាស់របស់កម្មវិធីគណនេយ្យអញ្ចឹងវាមាន file វាមាន edit វាមាន view វាមាន list វាមាន favorite អីចឹងទៅអញ្ចឹងទីមួយគឺយើងត្រូវបង្កើតset up preference សិនអញ្ចឹង set up preference ហ្នឹងវាសំដៅទៅលើអីគេសំដៅទៅលើយើង set up កម្មវិធីវាមួយចំនួនដែលពាក់ព័ន្ធទៅនឹងការប្រើប្រាស់របស់វាអញ្ចឹងទីមួយគឺយក accounting ហើយបន្ទាប់មកយក company preference អញ្ចឹងអាហ្នឹងវាបង្ហាញឲ្យយើងឃើញហើយវាមាន use accounting number មានន័យថានៅពេលដែលយើងបង្កើត chart account តម្រូវឲ្យយើងដាក់លេខaccount number អញ្ចឹងយើង require account ហ្នឹងត្រូវតែដាក់ឲ្យត្រូវតាមហ្នឹងមកហើយបន្ទាប់មកវាមាន function បន្តបន្ទាប់ទៀតដូចជា inventory item and inventory នេះយើង select លើ company preference អញ្ចឹងយើង tick លើវាមក tick លើវាទាំងអស់ហ្នឹងមកអញ្ចឹងអានេះវាគាត់តែចង់បញ្ជាក់យើងថាយើងចង់ឲ្យអត់មានអីវ៉ាន់យើងលក់បានអត់ឬក៏បើអត់មានអីវ៉ាន់លក់អត់បានអញ្ចឹងយើង select លើវាមកបន្ទាប់មកយើង set ផ្សេងទៅលើកម្មវិធីការទូទាត់ payment យើងតម្រូវឲ្យវា automatic កាត់តាមទឹកលុយឬក៏យើង select ខ្លួនឯងហើយនៅក្នុងហ្នឹងយើងអាចមើលវាលម្អិតបន្ថែមទៀតគ្រាន់ថាអានេះវាជាចំណុចសំខាន់ដែលយើងត្រូវដឹងមុនគេអញ្ចឹងណាហើយបន្ទាប់មកទៀតយើងចូល list chart of account គ្រាន់ថានេះជា account ដែល chart account ដែលខ្ញុំបានបង្កើតវាសម្រាប់ធ្វើការតេស្តតែយើងទាំងអស់គ្នាអាចបង្កើតទៅតាមតម្រូវការរបស់ក្រុមហ៊ុនយើងបានអញ្ចឹងយើងចុចលើពាក្យ new ហើយយើង select យកឧទាហរណ៍ថា banking មានថាយើងបង្កើតaccount តែតាក់ទងទៅនឹងលុយចេញលុយចូលអីចឹងណាអញ្ចឹងតម្រូវឲ្យយើងត្រូវបំពេញតាមហ្នឹងមកទីមួយគឺមាន account number មានថាលេខ account ដែលយើងតម្រូវត្រូវការដាក់តាមហ្នឹងហើយទី2ទៅនឹង account name ជាឧទាហរណ៍យើងបង្កើតកង់ ABA saving អីចឹងមកយើងដាក់លេខកង់ដាក់អីឲ្យត្រឹមត្រូវមកហើយយើង copy វាទៅដាក់ក្នុង description មកហើយបន្ទាប់មកទៀតយើង save វាទៅហើយយើងបង្កើតអញ្ចឹងតទៅអស់account ដែលយើងត្រូវបង្កើតណាអញ្ចឹងយើងបង្កើតវាមួយគាត់ថានេះខ្ញុំជាឧទាហរណ៍មួយឲ្យយើងមើលអញ្ចឹងយើងអាច save new ហើយនឹង save close save new មានន័យថាយើង save ហើយយើងបង្កើតថែមមួយទៀតដល់ពេល save close មានន័យថាយើងបិទ save ហើយយើងបិទកម្មវិធីហ្នឹងហ្មងយើងបិទអាផ្ទាំងហ្នឹងណាអញ្ចឹងយើងបង្កើតមួយតាម flow របស់យើងមកហើយទី2យើងបង្កើតitem list item list ហ្នឹងសំដៅទៅលើយើងបង្កើតលេខកូដអីវ៉ាន់របស់យើងអញ្ចឹងនៅពេលដែលយើងចង់បង្កើតវាយើងចុចលើ item យើងយកពាក្យ new ហើយមួយទៀត edit មានន័យថាបើយើងមាន item ហើយយើងចង់ update វាយើង edit មកអញ្ចឹងអានេះយើងយកពាក្យ inventory part ន័យថាវាជាប្រភេទទំនិញអញ្ចឹងយើងយកពាក្យ inventory part បើវាជា service យើងយក service អញ្ចឹងក្នុងនេះមាន item number item name មាន sub account អីចឹងទៅប៉ុន្តែអ្វីដែលយើងត្រូវបំពេញជាចាំបាច់គឺ item number item name ចឹងមកហើយបន្ទាប់មក cost
sale price មានថាថ្លៃដើមរបស់យើងហ្នឹងហើយ core console ចំណុចសំខាន់គឺ core console income account ហើយនិង inventory បន្ទាប់ពីយើងបំពេញរួចរាល់ហើយយើង sale វាមកប៉ុន្តែដោយសារខ្ញុំអត់មានតម្រូវអីត្រូវបង្កើតទៀតទេខ្ញុំមាន account test នៅក្នុងហ្នឹងហើយឯងតបមកទៀតយើងមើលទៅលើ vendor report អញ្ចឹងអានេះគាត់ចង់បង្ហាញថាយើងអាចមើលរបាយការណ៍តាម report នឹងបាន company and financial profit and loss អញ្ចឹងវានឹងបង្ហាញឯងក្នុងមួយខែនឹងយើងលក់បានប្រមាណយើងចាយថ្លៃដើមទៅវិញប្រមាណចំណេញប្រមាណអញ្ចឹងទៅហើយនេះគឺ balance sheet អញ្ចឹងយើង select លើវាបង្ហាញដូចគ្នាតោះមកយើងបង្កើតvendor center សិនមកមានថាឈ្មោះអ្នកផ្គត់ផ្គង់របស់យើងចុចលើវា new បង្កើតsupplier name អាសយដ្ឋានលេខទូរស័ព្ទលេខ email បើសិនជាមាន customer ក៏ដូចគ្នាដែរយើងបង្កើត customer center មានន័យថាឈ្មោះអតិថិជនរបស់យើងអញ្ចឹងអតិថិជនបើយើងមានស្រាប់ហើយយើងបង្កើតវាយកមកតែបើអត់មានទេពេលដែលគេទិញមួយយើងបង្កើតមួយតាមហ្នឹងទៅហើយដូចគ្នាយកពាក្យ new customer and job ហ្នឹងមកហើយបង្កើតឈ្មោះអតិថិជនរបស់យើងមកហើយ sell វាជាការស្រេចអញ្ចឹងទាំងអស់ហ្នឹងគឺជា report ឬក៏ជា function ដែលយើងត្រូវមើលអញ្ចឹងខ្ញុំចង់បង្ហាញថាឧទាហរណ៍ថាបើយើងចង់ backup តន័យនឹងទុកយើងយកពាក្យ file backup company create local backup អីចឹងមកអញ្ចឹងអាហ្នឹងវាតម្រូវឲ្យយើងបង្កើតកម្មវិធីវាសិនមកហើយយើងយកទៅយើង check មើលវាមួយដោយសារកម្មវិធីមួយតម្រូវឲ្យយើងពិនិត្យមើលលើវាដែរអញ្ចឹងបានយើងអាចឆាប់ចាប់បានអូខេ